ជំរាបសួរពុកម៉ែបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដំណើររឿងព្រឺព្រួយសារជាថ្មីខ្ញុំ Admin យប់នេះបានយករឿងព្រឺព្រួយថ្មីមកមួយទៀតមកចែករំលែកគឺរឿងបណ្ដាសាសាឡាចាស់មេឃងងឹតស្លុបគ្មានសូម្បីតែពន្លឺព្រះច័ន្ទសម្រាប់បំភ្លឺផ្លូវដែលនាំទៅកាន់អគារសិក្សាចាស់មួយដែលស្ថិតនៅដាច់សឺយ៉ាពិភូមិសាលារៀននេះមានឈ្មោះល្បីខាងរឿងព្រឺព្រួយនិងបណ្ដាសាដ៏សាហាវខូខៅដែលគ្មាននរណាម្នាក់ហ៊ានឈានជើងចូលទៅជិតតាំងពីច្រើនទសវត្សរ៍មុនមកម្ល៉េះរឿងរ៉ាវនៃគ្រូបង្រៀនម្នាក់ដែលបានស្លាប់ដោយអយុត្តិធម៌នៅក្នុងបន្ទប់រៀនបានក្លាយជាសុបិនអាក្រក់សម្រាប់អ្នកភូមិគ្រប់គ្នាប៉ុន្តែសម្រាប់យុវជន3នាក់គឺសុផល តារានិងនារីវាក់ក្លាយជាការចង់ដឹងចង់ឃើញដែលមិនអាចទប់ទល់បានពួកគេឈរនៅពីមុខរបងដែកដែលត្រេះស៊ីស្ទើរតែពុកភួយអស់ទៅហើយខណៈដែលខ្យល់ត្រជាក់បក់មកប៉ះស្បែកធ្វើឲ្យពួកគេព្រឺសម្បូរគួចឡើងដោយមិនដឹងខ្លួនតាមរបៀបចម្លែកតើយើងគួរតែចូលទៅមែនទេខ្ញុំមានអារម្មណ៍មិនសូវស្រួលតទេសោះតារាសួរដោយសំឡេងញ័រខណៈដែលដៃរបស់គេក្តាប់ពេលយ៉ាងណែនស្ទើរតែបែកញើសដូងសុផលដែលជាអ្នកដឹកនាំក្រុមបានងក់ក្បាលយ៉ាងម៉ឺងម៉ាត់រួចក៏រឹងទ្វាររបងដែលបញ្ចេញសំឡេងគគិតលើគ្រឹតកាត់ភាពស្ងប់ស្ងាត់នៃរាត្រីពួកគេទាំង3ដើរចូលទៅក្នុងបរិវេណសាលាដែលពោពេញទៅដោយស្មៅខ្ពស់ត្រឹមចង្កេះនិងដើមឈើធំដែលមែករបស់វាឈោងមកដូចជាដៃខ្មោចកំពុងលូកមកចាប់ពួកគេក្នុងភាពងងឹតរាល់ជំហានដែលពួកគេដើរទៅមុខហាក់ដូចជាកំពុងដើរចូលទៅក្នុងមាត់សត្វសាហាវដ៏ធំមួយដែលរងចាំត្របក់ពួកគេគ្រប់ពេលដោយស្ងៀមស្ងាត់បំផុតនៅពេលដែលពួកគេដើរមកដល់ខាងមុខអគារសិក្សាធំក្លិនអាក្រក់មួយយ៉ាងស្រដៀងនឹងសាច់ស្អុយលេលំនឹងក្លិនក្រដាសចាស់បានភាយមកប៉ះច្រមុះយ៉ាងសាំងក្លិនស្អុយអីហ្នឹងវាដូចជាមានអ្វីមួយយ៉ាងងាប់នៅជិតនេះអញ្ចឹងនារីខ្ទប់ច្រមុះរួចក៏ព្យាយាមបញ្ចាំងពេលទៅជុំវិញដើម្បីរកប្រភពក្លិនពន្លឺពេលបានចេះទៅលើជញ្ជាំងអគារដែលប្រេះស្រាំនិងមានស្លែដុះពេញដូចជាដំបៅរលួយនៅតាមបង្អួរនីមួយគ្មានកញ្ចក់ទេមានតែភាពងងឹតសូន្យស៊ុងដែលមើលទៅហាក់ដូចជាមានភ្នែករាប់រយគូកំពុងលុបមើលសកម្មភាពពួកគេពីខាងក្នុងអគារដ៏អ៊ូអរនៃសម័យមុនបរិយាកាសនៅទីនោះហាក់ដូចជាកំពុងដាក់សម្ពាធមកលើទ្រូងរបស់ពួកគេធ្វើឲ្យដង្ហើមប្រែជាថប់ខប់ធម្មតាស្ទើរតែថប់នឹងហាមស្លាប់សុផលបាននាំមិត្តភក្តិទាំងពីរឡើងទៅជាន់ទី2នៃអគារសិក្សាចិន្តាឈើបញ្ចេញសំឡេងឮក្រក់នៅពេលដែលពួកគេជាន់ពីលើហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដល់របៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆ្អៅដែលមើលទៅហាក់ដូចជាឈាមស្រស់ដែលទើបនឹងសរសេរថ្មីបំផុតសុផលរុញទ្វារនោះយឺតលើកដៃទូលាតឆ្អារួចក៏រុញទ្វារនោះយឺតហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដល់របៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆ្អៅដែលមើលទៅហាក់ដូចជាឈាមស្រស់ដែលទើបនឹងសរសេរថ្មីបំផុតសុផលរុញទ្វារនោះយឺតអានក៏តើហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដល់របៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆ្អៅដែលមើលទៅហាក់ដូចជាឈាមស្រស់ដែលទើបនឹងសរសេរថ្មីបំផុតសុផលរុញទ្វារនោះយឺតអានក៏តើរុញទ្វារនោះយឺតហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដល់របៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆ្អៅដែលមើលទៅហាក់ដូចជាឈាមស្រស់ដែលទើបនឹងសរសេរថ្មីបំផុតសុផលរុញទ្វារនោះយឺតអានក៏តើរុញទ្វារនោះយឺតហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដល់របៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់
ពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆ្អៅដែលមើលទៅហាក់ដូចជាឈាមស្រស់ៗដែលទើបនឹងសរសេរថ្មីៗបំផុតសុផលរុញទ្វារនោះយឺតៗអានគូតរុញទ្វារនោះយឺតៗហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដោតរបៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ៗពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆៅដែលមើលទៅហាក់ដូចជាឈាមស្រស់ៗដែលទើបនឹងសរសេរថ្មីៗបំផុតសុផលរុញទ្វារនោះយឺតៗអានគូតរុញទ្វារនោះយឺតៗហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដោតរបៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ៗពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆៅដែលមើលទៅហាក់ដូចជាឈាមស្រស់ៗដែលទើបនឹងសរសេរថ្មីៗបំផុតសុផលរុញទ្វារនោះយឺតៗអានគូតរុញទ្វារនោះយឺតៗហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដោតរបៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ៗពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆៅដែលមើលទៅហាក់ដូចជាឈាមស្រស់ៗដែលទើបនឹងសរសេរថ្មីៗបំផុតសុផលរុញទ្វារនោះយឺតៗអានគូតរុញទ្វារនោះយឺតៗហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដោតរបៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ៗពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆ្អៅដែលមើលទៅហាក់ដូចជាឈាមស្រស់ៗដែលទើបនឹងសរសេរថ្មីៗបំផុតសុផលរុញទ្វារនោះយឺតៗអានគូតរុញទ្វារនោះយឺតៗហាក់ដូចជាវាអាចបាក់ធ្លាក់ចុះទៅក្រោមនៅពេលណាមួយនៅពេលដោតរបៀងខាងលើដែលពោពេញទៅដោយធូលីដីក្រាស់ៗពួកគេបានឃើញបន្ទប់រៀនមួយនៅជុំបំផុតនៃជួរដែលមានទ្វារចំហបន្តិចនៅលើទ្វារឈើដែលពុកភួយនោះមានសរសេរលេខ404ដោយពណ៌ក្រហមឆៅដែលមើលទៅហាក់ដូចជាឈាមស្រស់ៗដែលទើបនឹងសរសេរថ្មីៗបំផុតកែវភ្នែកពណ៌សុទ្ធៗដែលក្មេងប្រុសស្រីភ្នែកនិងពោពេញដោយគំនុំសំសឹកដល់ពូកញ្ជ្រោនោះបានសម្លឹងចំមកកាន់សុផលនិងមិត្តភ័ក្តិហាក់ដូចជាចង់ទម្លុះដល់ព្រលឹងរបស់ពួកគេក្នុងភាពងងឹតនៃបន្ទប់មរណៈនេះសុផលមានអារម្មណ៍ថាឈាមក្នុងខ្លួនត្រជាក់ស្រេងដៃជើងរបស់គេឡើងរឹងដូចថ្មមិនអាចគំរើកបានសូម្បីតែបន្តិចខណៈដែលស្រមោលខ្មៅធំនោះចាប់ឡាមរំកិលខ្លួនយឺតៗចូលមកជិតពួកគេកាន់តែខ្លាំងក្លិនឆាបឈាមដ៏អាក្រក់និងក្លិនស្អុយរលួយនៃសាកសពបានភាយចេញពីខ្លួនវិញ្ញាណខ្មោចនោះបណ្ដាលឲ្យពួកគេស្ទើរតែថប់ដង្ហើមស្លាប់ក្នុងបរិយាកាសដ៏អាប់អរនេះដោះលែងពួកយើងទៅពួកយើងមិនបានធ្វើអ្វីខុសទេវិជាការស្រែកយំទាំងអង្វរកប៉ុន្តែសំឡេងរបស់នាងហាក់ដូចជាបានលេបបាត់ទៅក្នុងភាពងងឹតស៊ូនស៊ងដាក់នៅជុំវិញខ្លួនវិញ្ញាណខ្មោចសក់វិញអាឡ័យដល់ដីនោះមិនមានការអាណិតអាសរឡើយនាងលើកដៃដែលមានកើចក់វិញស្រួចខ្មោងងឹតហៀបនឹងលូកមកចាប់ករបស់សុផលដែលកំពុងតែឈួរធ្មឹងដោយភាពទុកទលុយភ្ជើងមាក់ក្នុងខណៈពេលដ៏រន្ធត់ដែលសេចក្តីស្លាប់នៅគៀកបឹងពុតនោះសុផលបានប្រទះឃើញសៀវភៅកំណត់ហេតុចាស់ពណ៌លឿងក្រែមមួយដែលធ្លាក់នៅលើដីក្បែរជើងទូឈើដែលពុកភួយគេដឹងច្បាស់ថាគ្មានផ្លូវរត់ចេញឡើយប្រសិនបើមិនអាចរកវិធីបំបែកបណ្ដាសាដែលគ្របបណ្ដោលើសាលានេះឲ្យទាន់ពេលវេលាដោយប្រើភាពក្លាហានចុងក្រោយដែលនៅសេសសល់សុផលបានស្ទុះទៅចាប់យកសៀវភៅនោះមកកាន់ខ្មងដៃហើយបើកមើលទំព័រនីមួយៗយ៉ាងរហ័សបំផុតនៅក្នុងនោះមានរូបភាពចាស់មួយសន្លឹកបង្ហាញពីគ្រូបង្រៀនម្នាក់ដែលមានទឹកមុខញញឹមស្រស់ស្រាយឈ្មោះថាអ្នកគ្រូរតនាដែលត្រូវបានគេចោទកាន់ខកនិងត្រូវបានស៊ើបបង្ខាំងទុកនៅបន្ទប់រៀននេះកាលពី20ឆ្នាំមុនរហូតដល់នាងដាច់ខ្យល់ស្លាប់យ៉ាងវេទនាដោយសារគ្មានអាហារនិងទឹកសូម្បីតែមួយដំណក់អ្នកគ្រូរតនាពួកយើងសុំទោសពួកយើងមកទីនេះដើម្បីសុំទោសជំនួសយ៉ាងដែលបានធ្វើបាបអ្នកគ្រូកាលពីអតីតកាលសុផលស្រែកឡើងតាំងសម្លេងយ៉ភ័យខ្លាំងៗស្រមោលខ្មៅដ៏គួរឲ្យរន្ធត់នោះឈរងក់នៅចំពោះពួកគេយ៉ាងឆ្ងាត់ពេកភ្នែកពណ៌សក់របស់នាងចាប់ឡើងបញ្ចេញពន្លឺពណ៌ក្រហមឆេះឆួតដោយជីភ្នក់ភ្លើងនៃកំខក់
បរិយាកាសក្នុងបន្ទប់កាន់តែត្រជាក់ខ្លាំងរហូតដល់ពួកគេអាចមើលឃើញខ្យល់ដង្ហើមរបស់ខ្លួនឯងហើយសំឡេងខ្យល់បក់តាមបង្អស់ដែកបានបន្លឺឡើងដូចជាសំឡេងស្រែកយំសោកដ៏ឈឺចាប់ដែលបង្កប់នូវទុក្ខសោកយ៉ាងធំធេងសុផលបន្តនិយាយទាំងទឹកភ្នែកហូរដែលគត់ខ្ទក់ថាអ្នកគ្រូមិនគួរទទួលរងនូវភាពអយុត្តិធម៌បែបនេះឡើយសូមមេត្តាអភ័យទោសឲ្យពួកយើងហើយទើបឲ្យបានស្ងប់ចុះពួកយើងនឹងមិនឲ្យអ្នកណាម្នាក់មកបំផ្លាញកិត្តិយសអ្នកគ្រូទៀតឡើយក្រោយពេលដែលពាក្យសម្ដីចេញពីបេះដូងរបស់សុផលបានបញ្ចប់ស្រមោលខ្មៅដ៏ធំនោះចាប់ផ្ដើមប្រែពណ៌ទៅជាស្រអាប់បន្តិចម្ដងហើយរូបរាងដ៏គួរឲ្យរន្ធត់នោះក៏បានប្រែជាស្ត្រីម្នាក់ដែលមានទឹកមុខស្ដុនស្អាតបាតប៉ុន្តែពោពេញដោយភាពសោកសៅក្រៃលែងនាងសម្លឹងមើលយុវជនទាំង3នាក់ដោយក្រសែភ្នែកដែលលឺមានគំនុំសងសឹកតទៅទៀតរួចក៏ងក់ក្បាលតិចៗហើយរលាយបាត់ទៅក្នុងខ្សែអបពណ៌សយ៉ាងស្ងប់ស្ងាត់ភ្លាមនោះទ្វារបន្ទប់ដែលធ្លាប់ភ្លីចប់សៅយ៉ាងណែនក៏របើកឡើងដោយឯកណែងក្នុងសំឡេងលន្លឺខ្លាំងយ៉ាងខ្លាំងពន្លឺព្រះច័ន្ទដ៏ត្រជាក់ភ្នែកបានចាំងចូលមកដល់បន្ទប់ដែលធ្លាប់តែងងឹតងងឹលបង្ហាញពីផ្លូវចេញដ៏មានសង្ឃឹមសម្រាប់ជីវិតរបស់ពួកគេដែលស្ទើរតែបាត់បង់ទៅហើយនោះសុផលវិជីកានិងតារាមិនបងអង្គរត់ឡើយពួកគេបាននាំគ្នារត់ចេញពីសាលាចាស់នោះយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានហាក់ដូចជាកំពុងរត់ប្រណាំងដើម្បីគេចេញពីគ្នាញ៉ាំនៃសេចក្តីស្លាប់ដែលពួកគេទើបតែបានទទួលមកវិញនៅពេលដែលពួកគេរត់មកដល់ខ្លោងទ្វារធំរបស់សាលាសុផលបានងាកក្រោយទៅមើលអគារឈើចាស់នោះជាលើកចុងក្រោយទាំងដង្ហើមហត់ញាប់គេបានឃើញរូបរាងអ្នកគ្រូរតនាឈរនៅមាត់បង្អួចជាខាងលើងក់ក្បាលលាគេយឺតមុននឹងរលាយបាត់ទៅក្នុងភាពងងឹតស៊ុនស៊ុងនៃរាត្រីនោះបណ្ដាសាដែលធ្លាប់តែលំបន្លាចមនុស្សគ្រប់គ្នាអស់រយៈពេលច្រើនទសវត្សរ៍បានដោះលែងប៉ុន្តែស្លាកស្នាមនៃភាពភ័យរន្ធត់នេះនឹងស្ថិតនៅការចងចាំរបស់ពួកគេជារៀងរហូតសាលាចាស់នោះបានត្រឡប់មកស្ថិតនៅក្នុងភាពស្ងប់ស្ងាត់វិញប៉ុន្តែគ្មាននរណាម្នាក់ហ៊ានឈានជើងចូលទៅក្នុងនោះទៀតឡើយព្រោះគ្រប់គ្នាដឹងថានៅពីក្រោយជញ្ជាំងចាស់ៗទាំងនោះនៅតែមានវិញ្ញាណដែលធ្លាប់រងទុក្ខវេទនាយាមកម្មជានិច្ចដើម្បីរងចាំមើលអ្នកនឹងមកដល់បន្តពួកគេទាំង3នាក់បានសន្យាជាមួយគ្នាថានឹងមិនត្រឡប់មកទីនេះជាដាច់ខាតហើយរឿងរ៉ាវដ៏រន្ធត់ដែលបានកើតឡើងនឹងក្លាយជាអត្ថកម្ពុជាដែលពួកគេត្រូវរក្សាទុកក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ខ្យល់ត្រជាក់នៃពេលយប់បានបក់មកប៉ះរាងកាយពួកគេម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនជាខ្យល់ត្រជាក់នៃសេចក្តីស្លាប់ឬការសងសឹកទៀតឡើយវាគឺខ្យល់នៃសេរីភាពដែលពួកគេទើបតែបានទទួលមកវិញពីកណ្ដាប់ដៃនៃបណ្ដាសាលាចាស់ដ៏គួរឲ្យខ្លាចនេះហើយពួកគេក៏ដឹងថាព្រលឹងដែលធ្លាប់រងទុក្ខវេទនាទីបំផុតក៏បានរកឃើញភាពសុខសាន្តពិតប្រាកដរបស់នាងហើយដែរ